ហ្នឹងឯងចឹងខ្ញុំណាលើកប្រធានថាចង់បញ្ជាក់ពីអសតាចៈអ្នកសោចតិនេះមិនសោកចំពោះរបស់ដែលមិនមាននេះបានសេចក្តីថាកាលណាបើយើងមិនមានការគ្រប់គ្រងហួងហែងវាអត់មានអ្វីដែលយើងត្រូវបាត់បង់ទេវាអត់មានអ្វីដែលយើងវិនិច្ឆ័យហើយសាបសូន្យហើយស្រែកយំថាខ្ញុំអស់ហាលីងហើយนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะហ្នឹងឯងចឹងខ្ញុំណាលើកប្រធានថាចង់បញ្ជាក់ពីអសតាចៈអ្នកសោចតិនេះមិនសោកចំពោះរបស់ដែលមិនមាននេះបានសេចក្តីថាកាលណាបើយើងមិនមានការគ្រប់គ្រងហួងហែងវាអត់មានអ្វីដែលយើងត្រូវបាត់បង់ទេវាអត់មានអ្វីដែលយើងវិនិច្ឆ័យហើយសាបសូន្យហើយស្រែកយំថាខ្ញុំអស់ហាលីងហើយខ្ញុំអត់មានសល់អីទេអីអីចឹងដែលយើងតែងតែទុកសោកជាមួយនឹងអ្វីដែលប្រកែប្រកម្មហួងហែងថាជារបស់ខ្លួនហ្នឹងហើយជាប់ជំពាក់រហូតដល់ទៅឲ្យសេចក្តីសំខាន់នៅក្នុងវត្ថុសម្បត្តិហ្នឹងត្រៃលែងទៅអត់បានឃើញសេចក្តីសំខាន់មកក្នុងធម្មសម្បត្តិទេដល់ទៅពេលរបស់ទាំងអស់ហ្នឹងវាផ្លាស់ប្ដូរប្រែប្រួលទៅក៏ដល់នៅសេចក្តីបន្ទះបន្ទែងទុកសោកហ្នឹងទៅតែម្ដងចឹងដែលគ្រប់គ្នាសុទ្ធតែប្រឹងប្រែងស្វែងរកសេចក្តីសុខប៉ុន្តែកិច្ចមិនរួចពីសេចក្តីទុក្ខហ្នឹងមកពីរឿងហ្នឹងមកពីចេះតែឲ្យសេចក្តីសំខាន់ទៅក្នុងវត្ថុសម្បត្តិសពគ្រប់អញ្ចឹងក្នុងខ្លួនតទេស្អាតអត់មានធម្មសម្បត្តិអីដើម្បីបានជាទីពឹងពាក់គំនិតអាស្រ័យឡើយហើយអត់ដឹងខ្លួនទេសប្បាយត្រេកអរនឹងរីករាយចំពោះការគ្រប់គ្រងហ្នឹងគុណចាស់ញាតិញោមជ្រាបចុះទោះជាគ្រប់គ្រងពេញពិភពលោកក៏ដោយក៏មិនផុតអំពីការគ្រប់គ្រងដោយកិលេសចំពោះបុគ្គលនោះឯងហ្នឹងឯងហើយមើលមានរួចពីការគ្រប់គ្រងរបស់កិលេសឯណាប៉ុន្តែដឹងតែខ្លួនឯងហ្នឹងគ្រប់គ្រងពិភពលោកប៉ុណ្ណាប៉ុណ្ណីអត់ដឹងថាខ្លួនឯងនឹងនៅជាទេសៈរបស់កិលេសហើយធម្មតាតែកាលនៅជាទេសៈរបស់កិលេសវាធ្ងន់ធ្ងរណាស់អាការដែលដឹងខ្លួនឯងថាធំប៉ុណ្ណេប៉ុណ្ណីហ្នឹងតាមពិតវាមានខ្លួនយើងឯណាធំមែនទេបើសង្ខារធัวសពហ្នឹងនឹងឯងដែលធំនោះដោយមាននេះអញនឹងឯងដែលធំនោះមើលវាមានខ្លួនយើងពិតប្រាកដណាស់មកធ្វើជាអ្នកធំមែនទេនៅក្នុងពិភពលោកដោយសតិបញ្ញាបរិបទសេចក្តីជាយាមកំណត់ដឹងឧបាទានខណ្ឌទុកគឺមានតម្លៃជាជាងដែលយើងអង្គុយសោកសៅស្ដាយសំណោះអ្វីដែលបាត់បង់ទៅសាបសូន្យទៅមានជីវិតរស់នៅឲ្យតឡាំងគេរស់តែការរស់នៅបើប៉ុណ្្នឹងមិនទាំងបានផងមហាសិទ្ធិទោះជាអស់1លានដុល្លារក៏គេព្រមដែរឲ្យតែគេបានរស់ប្រហែលយើងហើយឥឡូវយើងបានរស់ហើយមកអង្គុយយំមកអង្គុយកើតទុកវាមិនដឹងថាចង់បានអីទៅណាដូច្នេះមកពីយើងអត់បានឃើញតម្លៃនៃការរស់ក្នុងពេលនេះដែលយើងត្រូវប្រើប្រាស់ទៅក្នុងទានសិលភាវនាការអប់រំបញ្ញាកំណត់ដឹងបញ្ញខណ្ឌយើងទៅអត់យល់ពីតម្លៃនៃជីវិតដែលយើងត្រូវប្រើប្រាស់ហ្នឹងសោកសៅចំពោះរបស់ដែលបាត់ទៅតាមពិតអ្វីដែលមាននៅនេះណាគេសុខចិត្តបាត់អីបាត់ទៅអស់អីអស់ទៅទ្រព្យសម្បត្តិបណ្ណាក៏ដោយឲ្យតែគេបាននៅរស់អានឹងយើងអត់ឃើញសេចក្តីសំខាន់នៃជីវិតហ្នឹងការដែលមិនគ្រប់គ្រងការដែលមិនហួងហែងរឿងល្អណានៅត្រង់ការដែលមិនគ្រប់គ្រងហួងហែងហ្នឹងនៅត្រង់ណាស្ដាប់ឲ្យបានគិតឲ្យយល់មែនកុំឲ្យយើងចេះតែបាត់បង់អីទៅធម្មតាអ្វីដែលប្រាស្រ័យប្រែប្រួលទៅដឹងតែពីរឿងសោកសៅអាឡោះអាឡៃចំណុចល្អត្រង់ដែលថាយើងអត់បានគ្រប់គ្រងនៅអ្វីហ្នឹងពីព្រោះរបស់ហ្នឹងបានបាត់បង់ទៅហើយបានប្រែប្រួលទៅហើយអត់មាននៅក្នុងការគ្រប់គ្រងរបស់យើងកាលណាបើយើងមិនមានអ្វីសម្រាប់គ្រប់គ្រងយើងក៏អត់មានអ្វីដែលត្រូវបាត់បង់នោះដែរហ្នឹងហើយធัวដែលកើតអំពីបច្ច័យវាតែងតែអស់ទៅសូន្យទៅមិនស្ថិតនៅលើបច្ច័យអីឲ្យប្រែប្រួលទេបច្ច័យសម្រាប់ឲ្យកើតតែប៉ុណ្្នឹងទេដែលត្រង់ការអស់ទៅសូន្យទៅគឺជាសាមញ្ញលក្ខណៈជាធម្មនិយមនៃធัวដែលកើតអំពីបច្ច័យហ្នឹងគឺអត់មាននរណាមកហាមឃាត់រារាំងកុំឲ្យការអស់ទៅសូន្យទៅនឹងទេនេះជាចំណុចនៃការមិនប្រកាន់ការមិនគ្រប់គ្រងការមិនហួងហែងសេចក្តីល្អនៃការមិនគ្រប់គ្រងហ្នឹងគឺនៅត្រង់ណាគឺនៅត្រង់យើងអត់ចេះមានអ្វីវិនិច្ឆ័យសាបសូន្យទេដោយព្រះអង្គសម្ដែងឲ្យព្រាហ្មណ៍ពីរនាក់ដីពុនសម្រាប់អនាគាមិផលដែលព្រាហ្មណ៍ហ្នឹងមានឧបនិស្ស័យល្អតែបើមិនតាមបានឲ្យទានគាត់មិនបរិភោគហ្នឹងឯងហើយបានជួបព្រះសាស្តាហ្នឹងបានយកបាយដែលនៅសល់ពាក់កណ្ដាលនៅចានហ្នឹងអត់មានឆ្នាំងទៀតអស់ហើយយកទៅដាក់បាថ្វាយព្រះអង្គហើយសូមកម្មាទោសព្រះអង្គខ្ញុំព្រះអង្គអត់មានអ្វីដទៃហូបទៅដល់ព្រះសាស្តាដាច់ជាងមកនេះដើម្បីមកប្រោសគាត់ទាំងពីរហ្នឹងឯងហើយព្រះរាមាភិព្រះអង្គត្រាស់ឲ្យព្រាហ្មណ៍នឹងឯងរំភើបចិត្តព្រះអង្គត្រាស់ថាណែធម្មតាពួកអ្នកបួសមិនមែនតែព្រះអង្គទេណាព្រះអង្គថាពួកអ្នកបួសដូចជាតថាគតគឺរួមទាំងសាវករបស់ព្រះអង្គផងដែរហ្នឹងគឺជាអ្នកចិញ្ចឹមជីវិតដោយសារអ្នកដទៃហ្នឹងក៏ដូចជាពពួកបរតតោបជីវិតប្រែដែលចិញ្ចឹមជីវិតដោយសារទានអ្នកដទៃដែលគេឧទ្ទិសទៅនោះគ្រាន់តែប៉ុណ្ណឹងគាត់រំភើប